អាកេនាយកស្រីលេនដែលចូលក្នុងក្រុមហ៊ុនយ៉ាងមានអំណាចនិងលេចធ្លោដោយមានបុគ្គលិករងចាំទទួលនឹងអនក្បាលជំរាបសួរស្វាគមន៍អាកេនាយកលេនត្រឡប់មកប្រទេសវិញលេខាស្រីរត់យ៉ាងប្រញាប់ប្រញាល់យកឯកសារមកជូននេះជាបញ្ជីឈ្មោះបេក្ខជនណាត់ជួបមុខដែលលោកប្រធានលេនធំបានរៀបចំជូនអ្នកនាងសូមអ្នកនាងពិនិត្យមើលគ្មានអារម្មណ៍ទេក្រវ៉ាត់ឯកសារចោលលើឥដ្ឋអូយបរិះម៉ូដែលកម្ពុជាទាំង101នាក់របស់ខ្ញុំអាកេនាយកលេនគិតឡើងវិញហើយនឹកឃើញការសន្យាមួយមិនត្រូវទេយប់មិញបានសន្យានឹងលោកជីតាថាត្រូវតែជ្រើសរើសម្នាក់ឲ្យបានរូបភាពរំលឹកអតីតកាលលោកជីតានិយាយទៅកាន់នាងជីតារបស់ឯងអាយុ70ឆ្នាំហើយឯងមិនអាចចាំដល់ប៉ុន្មានឆ្នាំទៀតរួចដុតរូបប្តីឯងឲ្យជីតាមើលនៅភ្នំនោះទេជីតាឲ្យពេលឯងមួយថ្ងៃដើម្បីជ្រើសរើសឲ្យបានល្អបើមិនដូច្នោះទេកុំសង្ឃឹមថានឹងបានស្នងតំណែងក្រុមហ៊ុន Len Group ឲ្យសោះត្រឡប់មកបច្ចុប្បន្នហើយចាត់ទុកថាស៊ូទ្រាំបន្តិចចុះដើម្បីបានស្នងតំណែង Len Group ខ្ញុំត្រូវតែទ្រាំបន្តិចហើយអាកេនាយកលេនកុំធ្វើបាបខ្ញុំអីលោកប្រធានធំបានប្រាប់ថាប្រសិនបើអ្នកនាងនៅតែរកមិត្តប្រុសមិនបានទៀតពួកយើងទាំងអស់គ្នាច្បាស់ជាមិនបានរស់ស្រួលទេឲ្យតែជាប្រុសគឺបានហើយត្រូវទេនាងបើកមើលកាតាឡុកឯកសារចុះរូបថតរបស់ Shen Bichen Sen Peichen ណែណាមនុស្សម្នាក់នេះរៀងអៀនច្រើនបន្តិចទើបមិនហ៊ានដាក់រូបថតអៀនច្រើននៅមាន100នាក់ទៀតណាសាក់មើលអ្នកផ្សេងយកគាត់នឹងហើយរៀបចំឲ្យ Shen Bichen មកណាត់ជួបមុខជាមួយខ្ញុំភ្លាមShen Bichen ខ្ញុំពិតជាចង់ដឹងណាស់ថាមនុស្សម្នាក់នឹងអៀនដល់កម្រិតណាសន្តិសុខម្នាក់ Shen Bichen ដើរចូលមកនោះប្រហែលជាអាកេនាយកស្រីដែលទើបតែត្រឡប់មកពីបរទេសហើយឡើងកាន់តំណែងហើយមើលទៅឯងមើលស្អែកហ្នឹងបើមើលអាកេនាយកលេនទៀតប្រយ័ត្ននាងខ្វេសភ្នែកឯងចេញអាកេនាយកលេនកាច់ម្លេះសំណាងហើយដែលនាងមិនមែនជាសង្ការរបស់ខ្ញុំShen Bichen ទេមកធ្វើអីចេះ